សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនបងប្អូនជនរួមជាតិនៅព័ត៌មានសំខាន់ពាក់ព័ន្ធទៅនឹងកិច្ចការពីបូរណភាពទឹកដីនិងប្រជាពលរដ្ឋភាគសឹកដែលបង្កដោយការឈ្លានពានរបស់ថៃទី1ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីនកាលពីថ្ងៃទី4ខែសីហាឆ្នាំ2026បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពពិតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃត្រង់ចំណុចបង្គោលព្រំដែនលេខ37បង្គោលឯកភាពស្ថិតនៅភូមិក្តឹបថ្មឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យការសម្របសម្រួលឲ្យមានដំណើរបេសកកម្មចុះសង្កេតការណ៍នេះមានគោលបំណងផ្ដល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាននៅការយល់ដឹងឲ្យបានទូលំទូលាយដោយផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតាមតំបន់ព្រំដែននិងបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈកិច្ចសន្ទនាដោយប្រើប្រាស់យន្តការទ្វេភាគីនិងកិច្ចព្រមព្រៀងដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក GBC ស្របតាមច្បាប់អន្តរជាតិបន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ានក៏បានចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងតគួនស្ថិតក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យដែលនៅទីនោះក៏មានប្រជាពលរដ្ឋភាគសឹកចំនួនជាង1800គ្រួសារឬស្មើនឹងជាង8700នាក់នៅតំបន់ដែលពួកគេមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេដោយសារតែការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃដោយពួកគេបានរាយបន្លាលួសទូកុងតឺន័រនិងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្ថានភាពនេះសបញ្ជាក់ពីភាពចាំបាច់នៅក្នុងការចាប់ផ្ដើមការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះ GBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយគ្មានការរារាំងដោយសុវត្ថិភាពហើយនឹងស្របតាមច្បាប់អន្តរជាតិសូមបញ្ជាក់ជូនថាកម្ពុជាផ្ដល់តម្លៃខ្ពស់ដល់អាណត្តិនិងទូនីតិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលជាយន្តការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់និងការគោរពរាល់ចំណុចទាំងអស់ដែលបានព្រមព្រៀងគ្នាស្របតាមសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងការចុះទៅដល់ព្រំដែនពីសំណាក់អង្គទូតតំណាងអង្គការអន្តរជាតិអ្នកសារព័ត៌មានបរទេសក៏ដូចជាជនបរទេសដែលមានឥទ្ធិពលលើបណ្ដាញសង្គមពិភពលោកបានមើលឃើញយ៉ាងច្បាស់អំពីការឈ្លានពានរបស់កងកម្លាំងថៃមកលើបូរណភាពទឹកដីកម្ពុជាដែលបណ្ដាលឲ្យមានជនភៀសសឹកប្រមាណជាង 20,000 នាក់ទៀតមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយនេះជាការរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរនិងរំលោភច្បាប់អន្តរជាតិដែលសហគមន៍អន្តរជាតិបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទី2ទន្ទឹមនឹងការសម្របសម្រួលអ្នកសង្កេតការណ៍អាស៊ាននិងដំណើរទស្សនកិច្ចផ្សេងៗទៅកាន់តំបន់ព្រំដែនរាជរដ្ឋាភិបាលក៏បាននឹងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មក្នុងកម្រិតតំបន់និងលើឆាកអន្តរជាតិជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី3និងទី4ខែសីហាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានជួបសម្ដែងការគួរសមចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនៅឯទីក្រុងកូឡាឡាំពូក្នុងជំនួបនោះក្រៅពីកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីស៊ីជម្រៅរវាងកម្ពុជានិងម៉ាឡេស៊ីប្រធានបទស្ដីពីចំនួនព្រំដែនកម្ពុជាថៃក៏ជារបៀបវារៈដ៏សំខាន់មួយដែរប្រមុខការទូតកម្ពុជាបានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយចំនួនព្រំដែនកម្ពុជាថៃប្រកបដោយន័យស្ថាបនានិងដោយសន្តិវិធីក្នុងអំឡុងពេលដែលម៉ាឡេស៊ីធ្វើជាប្រធានបដូវវេនអាស៊ានឆ្នាំ2025ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាយ៉ាងទូលំទូលាយអំពីស្ថានភាពវិវត្តក្នុងតំបន់និងអន្តរជាតិរួមទាំងចំនួនព្រំដែនកម្ពុជាថៃ
ដូច្នេះអាដាមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានបញ្ជាក់ឡើងវិញពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរសូមរំលឹកជូនថាក្រោមកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយ៉ាងសកម្មរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រទេសជាមិត្តជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមប្រធានបដូវវេនអាស៊ានឆ្នាំ2025កិច្ចព្រមព្រៀងឈប់បាញ់លើកទី1ត្រូវបានចុះហត្ថលេខានិងចូលជាធរមាននៅថ្ងៃទី28ខែកក្កដាឆ្នាំ2025បន្ទាប់មកសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃនៅថ្ងៃ26តុលា2025នៅទីក្រុងគូឡាឡំពូដោយមានវត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាសាក្សីទោះជាយ៉ាងនេះក្តីថៃបានបំពេញកិច្ចព្រមព្រៀងទាំងពីរដោយបានបើកការវាយប្រហារមកលើកម្ពុជាជាលើកទី2នៅថ្ងៃ7ដល់27ធ្នូឆ្នាំ2025ដែលបាត់ឈប់បាញ់លើកទី2ចូលជាធរមានរហូតមកទល់ពេលនេះកងយោធាថៃកំពុងបន្តកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជាមួយចំនួននៅតាមបណ្ដោយព្រំដែននិងបានរារាំងពលរដ្ឋស្លូតត្រង់ខ្មែរប្រមាណជាង 20,000 នាក់មិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយអំពើឈ្លានពានទឹកដីនិងការរំលោភសិទ្ធិជនភៀសសឹកបែបនេះផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិហើយដែលសហគមន៍អន្តរជាតិក៏ដូចជាសារព័ត៌មានល្បីៗរបស់បរទេសកំពុងលើកមកនិយាយយ៉ាងកងរំពងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបនិងសូមបន្តរក្សាកម្លាំងសាមគ្គីជាតិដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលនិងវីរៈកងទ័ពជួរមុខដើម្បីការពារទឹកដីនិងការពារសិទ្ធិពលរដ្ឋភៀសសឹកស្របតាមច្បាប់អន្តរជាតិសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ